ស្រេចហើយគាត់ពោលពាក្យអង្វរបន់ស្រន់សុំកំណប់ពីទេវតាវិញតាមអាល័យមិនមានសំពាយបុណ្យពីព្រេងមិនទទួលទ្រព្យឡើយតែដោយគេលេងបិទពួនទេវតាចង់ឈ្នះស្អែកឡើងពេលតាយាយកំពុងហូបបាយថ្ងៃត្រង់ក៏យកពាងមាសនោះទៅទម្លាក់ចុះនៅចំពោះមុខពួកគាត់តែម្ដងយាយក៏យកថ្នាំសម្រាប់សត្វល្អិតលាយនៅក្នុងបាយរបស់តាម៉ាឡៃបាញ់យាយធ្លាយបេះដូងហូរឈាមដួលដេកលើដីសូមជូនរឿងតាម៉ាឡៃយាយមីលាតាម៉ាឡៃយាយមីលាជាគ្រួសារអ្នកនេសាទចាស់ទុំនិងក្រខ្សត់នៅក្នុងភូមិមួយតាមបណ្ដោយដងទន្លេមេគង្គគាត់រស់នៅតែពីរនាក់គាត់មានកូនបង្កើតមួយគ្រាន់នឹងបង្កើនសមាជិកគ្រួសារឬបន្តវេនស្នងត្រកូលឡើយគេហដ្ឋានប្រក់ស្លឹកសង់ខ្ពស់ពីដីស្ថិតនៅជាប់មាត់ទន្លេជាលំនៅឋានកេរដំណើររបស់តានិងយាយនៅបរិវេណសងខាងផ្ទះគាត់ដាំដំណាំរួមសំមានឃ្លោកត្រឡាចជីស្លឹកគ្រៃម្ទេសជាដើមឈានចូលរដូវវស្សាផ្ទៃមេឃអ៊ូអាប់ធ្ងន់ដាបដោយពពកដេដាស់ទឹកទន្លេជន់ឡើងព្រាបច្រាំងហូរនាំនៅសំណាត់អុសនិងកំប្លោកត្រៀបត្រាអ្នកស្រុកទាំងឡាយក៏ដូចតាម៉ាឡៃយាយមីលាដែរនាំគ្នាស្រាវទូកច្រវាប្រញាយចុះចាប់អុសទុកដុតរលកទន្លេនៅរដូវវស្សាបង្កការបាក់ស្រុតច្រាំងជាបន្តបន្ទាប់ផ្ទះតាយាយតែងត្រូវរំកិលញឹកញាប់ចេញពីទីមហន្តរាយនោះដោយមានការជួយជ្រោមជ្រែងពីអ្នកជិតខាងរបស់គាត់ទឹកជំនន់ធំបានបំផ្លាញផ្ទះផលដំណាំនិងសត្វចិញ្ចឹមរបស់តាម៉ាឡៃយាយមីលាមាន់គោកមួយទើបនឹងតោងជ្រកលើមាត់ពាងក៏តាំងទៅទះស្លាបរងាវតងតាំងដោយហេតុភ្ញាក់នឹងវត្តមានកណ្ដុរឈ្លក់ទឹកមួយក្បាលដែលស្រវាឡើងសំដៅទៅវាអឺនិងឆ្មាកន្ត្រោងនៅនីឯលើដំបូលផ្អៀងរហែកចាប់តាំងពីពេលនោះមកតានិងយាយបានមកតាំងទីលំនៅជាថ្មីនៅទីទួលមួយឆ្ងាយដាច់ស្រយាលពីភូមិស្រុកទន្លេគាត់ប្រកបរបររៀនដីធ្វើចង្ការម្ដងរាល់ថ្ងៃគាត់បំពេញការងារយ៉ាងនឿយហត់ឯជីវភាពនៅតែក្រដដែលមិនប្រសើរជាងមុនឡើយឈានចូលបច្ឆិមវ័យហើយគាត់ទាំងពីរនៅឡើយពុំទាន់បានបំពេញកិច្ចការកុសលក្នុងវិស័យសាសនាក៏ដូចជាមិនបានធ្វើបុណ្យទានឬចូលវត្តអារាមឡើយយ៉ាងទៀតគាត់ក៏មិនដែលនឹកគិតដល់សោះនៅកិច្ចការទាំងឡាយនោះតាម៉ាឡៃយាយមីលាតែងចេញទៅព្រៃនៅពេលព្រះអាទិត្យរះច្បាស់ហើយត្រឡប់វិលវិញនៅពេលថ្ងៃរៀបលិចវិលដល់ផ្ទះភ្លាមតាម៉ាឡៃនៅងូតទឹកសម្អាតកាយឯដីមិនទាន់បានឡើងទៅជួយយាយក្នុងកិច្ចដាំស្លផងព្រះអាទិត្យក៏លិចបាត់ចង្កៀងប្រេងបញ្ឈរក្បែរកំសៀវតែក្តៅឆេះដុតបំភ្លឺល្វែងបន្ទប់ដេកផ្លុងបាយរួចតាយាយនៅអង្គុយលេងពិសាស្លាបារីលាងមាត់សញ្ជឹងគិតផងពីជីវភាពតោកយ៉ាកដែលធ្វើឲ្យពួកគាត់ធុញទ្រាន់និងនឿយហត់ជារៀងរាល់ថ្ងៃរំពេចនោះគាត់ក៏នឹកឃើញវិធីមួយរួចក៏ញញឹមពព្រាយដោយទឹកចិត្តសង្ឃឹមមួយអាទិត្យកន្លងតានិងយាយប្រដាប់កាយដោយសម្លៀកបំពាក់ថ្មីស្អាតបាននាំផ្លែផល្លានិងផ្កាភ្ញីទាំងឡាយឆ្ពោះសំដៅទៅកាន់ដើមជ្រៃធំមួយដែលស្ថិតនៅពីក្រោយចំការរបស់គាត់តាម៉ាឡៃយាយមីលាដុតធូបថ្វាយផ្កាអញ្ជើញទេវតាដើមជ្រៃមកសោយដង្វាយផ្លែផល្លាដែលគាត់រៀបតាំងលើកន្ទេលនៅគល់ជ្រៃស្រេចហើយគាត់ពោលពាក្យអង្វរបន់ស្រន់សុំកំណប់ពីទេវតាវិញដើម្បីឲ្យខ្លួនគាត់មានទ្រព្យធនធាននាពេលចុងក្រោយនៃជីវិតយាយមីលានៅបានរាំរបាំយ៉ាងទន់ភ្លន់តាមចង្វាក់ភ្លេងស្គរតាម៉ាឡៃបូជាថ្វាយទេវតាបន្ថែមជាហេតុនាំឲ្យរុក្ខទេវតាឯទៀតផ្អើលមកទស្សនាយ៉ាងកករុក្ខទេវតាទាំងឡាយក្រោយពីរួចកិច្ចទស្សនាកំសាន្តហើយក៏វិលទៅកាន់លំនៅរៀងៗខ្លួនដោយឡែកទេវតាដើមជ្រៃកើតចិត្តមេត្តាអាសូរតាម៉ាឡៃយាយមីលាជាពុនប្រមាណដោយព្រះអង្គមានឋានៈត្រឹមតែរុក្ខទេវតាទ្រង់ពុំមានទ្រព្យកំណប់ឯណាប្រទានដល់ពួកគាត់ឡើយកាត់ចិត្តអាណិតពុំបានរុក្ខទេវតាក៏ហោះទៅឋានសួគ៌សុំកំណប់ពីព្រះឥន្ទ្រាធិរាជព្រះឥន្ទ្រទ្រង់ជ្រាបថាតាម៉ាឡៃមិនមានសំពាយបុណ្យពីព្រេងមិនទទួលទ្រព្យឡើយតែដោយរុក្ខទេវតាទទូចអង្វរសុំពេកព្រះឥន្ទ្រក៏ប្រទានឲ្យទៅ
រុក្ខទេវតាបានពាងមាសពីព្រះឥន្ទកាលណាក៏យកទៅទម្លាក់នៅមុខផ្ទះតាយាយទាំងកណ្ដាលរាត្រីយប់នោះតាក្រោកដាស់គ្នាសស្លោតសស្លក់ប្រញាប់ចេញទៅចំការទាំងនៅល្ងិតធ្វើឲ្យវាងលៀបមិនបានឃើញពាងមាសឡើយទេវតាមិនអស់ចិត្តក៏យកពាងនោះទៅដាក់នៅមាត់ច្រកចំការទុកចាំតាយាយវិលវិញពេលល្ងាចនឹងបានឃើញតែជាអកុសលពេលដើរជិតដល់ច្រកចំការស្រាប់តែតាមម៉ាឡៃនឹកចង់មកហូបអន្លក់ទឹកប្រហុកអូចអូចគាត់ក៏ដើរទៅរកបេះបន្លែទីផ្សេងគ្នាពីយាយរួចចេញទៅតែម្ដងធ្វើឲ្យគាត់វៀងលៀបម្ដងទៀតទេវតាហួសចិត្តក៏នឹកឃើញទៅដល់បន្ទូលព្រះឥន្ទតាម៉ាឡៃមិនមានសំពាយបុណ្យពីព្រេងមិនទទួលទ្រព្យឡើយតែលើគាត់ចេះតែដើរកិច្ចពីកំណប់ដូចគេលេងបិទពួនទេវតាចង់ឈ្នះស្អែកឡើងពេលតាយាយកំពុងហូបបាយថ្ងៃត្រង់ក៏យកពាងមាសនោះទៅទម្លាក់ចុះនៅចំពោះមុខពួកគាត់តែម្ដងតាយាយមានចិត្តរីករាយនឹងភ្ញាក់ផ្អើលកន្លងនៅពេលបានឃើញមាសចាំងភ្លឺចិញ្ចាចពេញពាងនោះតាម៉ាឡៃបង្គាប់ឲ្យយាយមីលាទៅផ្ទះដើម្បីយកមកហូបរងចាំយប់បន្តិចសំយកមាសទៅផ្ទះបង្ការក្រែងអ្នកស្រុកឃើញនៅតាមផ្លូវយាយគិតថាយើងនឹងខ្លាចជាយាយសេដ្ឋីមិនខានឡើយខ្វះអីពួកកំឡោះចោមស្រឡាញ់នោះយើងទុកតាចាស់នោះមិនបានទេដូច្នេះយាយក៏យកថ្នាំសម្រាប់សត្វល្អិតលាយនៅក្នុងបាយរបស់តាម៉ាឡៃនៅចាំមាសឯចំការក៏មានគំនិតដូចជាយាយដែរបើយើងទុកយាយចាស់នេះក្រមុំស្អាតមិនហ៊ានមកសុំស្នេហ៍ពីតាសេដ្ឋីយើងទេគិតហើយតាកាប់ឫស្សីសក់ធ្វើព្រួញមុតផ្លាទុកស្រេចចាំប្រហារយាយមីលាពេលល្ងាចយាយទូលកញ្ជើបាយដើរសំដៅទៅចំការតាម៉ាឡៃពួនអែបក្បែរគល់ឈើមួយលើករួញបាញ់យាយធ្លាយបេះដូងហូរឈាមដួលដេកលើដីរួចតាក៏រត់ទៅកញ្ឆក់យកបាយមកហូបដោយក្តីស្រេកឃ្លាននិងផិតភ័យនៅចំពោះមុខយាយមីលាដែលកំពុងត្រដោកខ្យល់ចង្អុលមកនៅទីបំផុតតាម៉ាឡៃពុលប្រកាច់រួចស្លាប់តាមយាយមីលានាពេលនោះទៅ